ជំរាបសួរបងប្អូនថ្ងៃនេះនាងខ្ញុំលើកយកប្រធានបទមួយនិយាយអំពីមូលហេតុពីរយ៉ាងដែលធ្វើឲ្យប្រទេសសង្ហបុរីក្លាយជាប្រទេសអ្នកមានសង្ហបុរីគឺមានទំហំ 735.7 គីឡូម៉ែត្រការ៉េពលគឺធំជាងខេត្តកំពង់ស្ពឺបន្តិចតែប៉ុណ្ណោះហើយចំណែកឯប្រទេសនេះមានប្រជាជនជាង 6 លាននាក់ហើយជាមធ្យមម្នាក់អាចរកចំណូលប្រហែលជាង $80,000 នៅក្នុងមួយឆ្នាំចំណូលនេះខ្ពស់ជាងឆ្ងាយពីប្រទេសក្នុងតំបន់អាស៊ានតែប្រហាក់ប្រហែលឬលើសប្រទេសមួយចំនួនទៀតនៅអឺរ៉ុបមូលហេតុចម្បងដែលនាំឲ្យសហបុរីមានថ្ងៃនេះមូលហេតុជាច្រើនតែន័យជារួមមានពីរដែលសំខាន់បំផុតទី1គឺកត្តាភូមិសាស្ត្រពោលគឺប្រទេសនេះព័ទ្ធទៅដោយសមុទ្រទឹកជ្រៅដែលអនុញ្ញាតឲ្យនាវាដឹកទំនិញខ្នាតយក្សចូលចតដើម្បីដោះដូរទំនិញនៅតំបន់អាស៊ីនិងពិភពលោកចំណុចទី2គឺកត្តាធនធានមនុស្សព្រោះក្រោមការផ្ដួចផ្ដើមរបស់លោកលីខ្វានយូបិតាស្ថាបនិករបស់សង្ហបុរីគឺផ្ដោតសំខាន់គឺការអប់រំសរុបជារួមមកគឺទីតាំងល្អបូកនឹងមនុស្សអញ្ចឹងហើយធ្វើឲ្យប្រទេសនេះរីកចម្រើនលឿនលើសគេនៅតំបន់បើសិនជាសង្ហបុរីមានតែភូមិសាស្ត្រល្អតែមនុស្សមិនកើតឬមានតែធនធានមនុស្សតែភូមិសាស្ត្រមិនល្អមិនប្រកបថាសង្ហបុរីคล้ายខ្លាំងដូចបច្ចុប្បន្ននេះឡើយចុះសម្រាប់ពុកម៉ែបងប្អូនវិញយល់ឃើញយ៉ាងណាដែរសូមខមមិនខាងក្រោមវីដេអូឲ្យនាងខ្ញុំបានដឹងផងអរគុណសម្រាប់ការតាមដានទស្សនាយើងនឹងជួបគ្នានៅវីដេអូបន្ទាប់